Việt Nam គឺជាប្រទេសមួយដែលមានព្រំដែនជាប់នឹងប្រទេសខ្មែរយើងហើយក៏ជាប្រទេសដែលធ្វើសង្គ្រាមឈ្លានពានចូលទឹកដីខ្មែរនាឆ្នាំ1579ផងដែរដោយសពថ្ងៃនេះមិនថាសេដ្ឋកិច្ចកំណើនប្រជាជននិងយោធាប្រទេសមួយនេះខ្លាំងជាងខ្មែរគ្រប់វិស័យទាំងអស់និងជាពិសេសវៀតណាមអាចផលិតសព្វាវុធមួយចំនួនបានដោយខ្លួនឯងទៀតដូចជាកាំភ្លើងខ្លីកាំភ្លើងវែងស្វ័យប្រវត្តិកាំភ្លើងបាញ់ស៊ីបរ៉ូកែតប្រឆាំងរថក្រោះ RPG មីស៊ីលប្រឆាំងនាវាជាដើមស្របពេលដែលស៊ីមឈ្លានពានខ្មែរនៅឆ្នាំ2025មកទល់នឹងពេលនេះសព្វាវុធនឹងគ្រាប់រំសាវមួយចំនួនគឺខ្មែរទិញពីវៀតណាមនិងកងទ័ពខ្មែរមួយចំនួនដែលទៅវឹកហាត់នៅវៀតណាមបានរៀនប្រើប្រាស់នៅកាំភ្លើងស្វ័យប្រវត្តិ SVT 880ផលិតដោយវៀតណាមតើអាចទៅរួចដែរទេនៅថ្ងៃខាងមុខកម្ពុជាយើងនឹងទិញកាំភ្លើងប្រភេទនេះមកបំពាក់ឲ្យកងទ័ពខ្មែរពីព្រោះកន្លងមកវៀតណាមក៏បានបំពាក់អាវុធកាលី ACE ចំនួន6000ដើមដល់កងទ័ពឡាវរួចទៅហើយ SVT 380គឺជាកាំភ្លើងស្វ័យប្រវត្តិផលិតដោយក្រុមហ៊ុន SIT-111 វៀតណាមនៅត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2019ដែលមានអ៊ីស្រាអែលគឺជាអ្នកជួយជ្រោមជ្រែងនិងរចនាម៉ូដរួមទាំងបច្ចេកទេសតាមពិតទៅ SVT 380នេះគឺជាការបញ្ចូលគ្នារវាងកាំភ្លើងកាលី ACE 3132 អ៊ីស្រាអែលនិងអាការុស្ស៊ីឲ្យក្លាយជា SVT 380ចំពោះកាំភ្លើងស្វ័យប្រវត្តិ SVT 380មិនមានឯកសារណាមួយបញ្ជាក់ថាវាមានបណ្ដោយប្រវែងប៉ុន្មាននោះទេប៉ុន្តែសម្រាប់កាលី ACE 31មានបណ្ដោយប្រវែង650មីលីម៉ែត្រនៅពេលវាបំពាក់ឧបករណ៍ជំនួយរួចមានបណ្ដោយប្រវែង720មីលីម៉ែត្រនិងកាលី ACE 32មានបណ្ដោយប្រវែង847មីលីម៉ែត្រនៅពេលបំពាក់ឧបករណ៍ជំនួយរួចមានបណ្ដោយប្រវែង927មីលីម៉ែត្រដូច្នេះបណ្ដោយប្រវែងកាំភ្លើង SVT 380វិញក៏មិនខុសគ្នានោះដែរដោយសារតែវាយកគំរូតាមកាំភ្លើងពីរប្រភេទខាងលើកាំភ្លើងស្វ័យប្រវត្តិ SVT 380មានទម្ងន់ 3.4 គីឡូក្រាមទម្ងន់នេះដែលមិនទាន់បញ្ចូលបងរួចនឹងឧបករណ៍ជំនួយផ្សេងៗនោះទេប្រើប្រាស់គ្រាប់ 7.62 គុណនឹង39មីលីម៉ែត្រនិងប្រភេទខ្លះទៀតប្រើគ្រាប់ប្រភេទ 5.56 គុណនឹង45មីលីម៉ែត្រ NATO ដែលវាបាញ់បាន700គ្រាប់ក្នុងមួយនាទីបាញ់បានចម្ងាយ300ម៉ែត្រចម្ងាយនេះគឺជាចម្ងាយដែលបាញ់មានប្រសិទ្ធភាពបាញ់ចំគោលដៅបានល្អបើបាញ់ត្រូវចំណុចសំខាន់នឹងធ្វើឲ្យបាត់បង់ជីវិតភ្លាមតែម្ដងផុតពីចម្ងាយ300ម៉ែត្រនេះទៅជួនកាលត្រូវនិងជួនកាលខុសហើយអត្រានៃការបាត់បង់ជីវិតក៏តិចដែរចំណែកអត្រាល្បឿននៃគ្រាប់រត់វិញគឺ700ម៉ែត្រក្នុង1វិនាទីកាំភ្លើងស្វ័យប្រវត្តិ SVT 380អាចបំពាក់ telescope ឬក៏ red dot សាញឬក៏ holographic សាញសម្រាប់មើលគោលដៅនឹងអាចបំពាក់បំពង់សម្រាប់បាញ់គ្រាប់បែក40មីលីម៉ែត្រ OPL 40បំពង់សម្រាប់បាញ់គ្រាប់បែក M203 ផ្លាស់ដោយសហរដ្ឋអាមេរិកឬក៏ GP25 ផ្លាស់ដោយរុស្ស៊ីក្នុងចំណោម3ប្រភេទនេះគឺអាចបំពាក់មួយណាក៏បានដែរនិងឧបករណ៍ជំនួយផ្សេងទៀតសពថ្ងៃកាំភ្លើងស្វ័យប្រវត្តិ SVT 380ត្រូវបានប្រើប្រាស់ដោយកងកម្លាំងយោធាវៀតណាមហើយវាក៏មានច្រើនស៊េរីដូចជា SVT 215និង SVT 022ជាដើម